ได้มวยកំណាត់មិនមែនត្រឹមជាផែនដីតែជាឈាមនិងប្រលឹងដូនតាភ្នំដែលធ្លាប់ឈួរស្ងៀមមើលព្រំដែនទន្លេដែលធ្លាប់ហូរចង់ចាំរឿងដូនតាថ្ងៃនេះសូរខ្យល់យំលើដីដែលរងរបួសព្រោះអ្នកខ្លះចង់បានដោយមិនគិតទឹកភ្នែកអ្នកណាមនុស្សគេយកសំដីដំរីសំខាន់កាលណាគេយកភ្លុកតែអ្នកខ្លះមុតនិយាយសន្តិភាពបែរជាអាវុធមកគំរាមស្រុកពីសន្យាលើតូចពីរចាចុងក្រោយคล้ายជាភ្លើងឆេះព្រំដែនឈាមទាហានហូរលើដីម្ដាយកំពុងយំរងចាំកូនក្មេងទូចសួររអើពុកតែមានតែរូបថតឆ្លើយតបកុំឲ្យដីដូនតាយំកុំឲ្យតង់ជាធាក់ទឹកភ្នែកអ្នកណាឆ្លៀនពៀនដីខ្មែរគឺកំពុងបំផ្លាញបេះដូងប្រជាជនទឹកដីមិនមែនសម្រាប់ប្លន់សន្តិភាពមិនមែនកាយពីអាវុធបើស្រឡាញ់មនុស្សដូចគ្នាហេតុអ្វីយកឈាមជាដំណោះស្រានៅភូមិព្រំដែនគេងឮតែសំឡេងកាំភ្លើងស្រែដែលធ្លាប់បៃតងថ្ងៃនេះពោពេញដោយផ្សែងได้เอาប្រុសកូនប្រុសយំក្រោមពន្លឺទៀនខណៈវិជននៅព្រំដែនកំពុងឈរទប់គ្រោះថ្នាក់ជំនួសប្រជាជនហើយអ្នកដែលត្រូវស្លាប់មិនមែនអ្នកចេញបញ្ជាតែជាកូនអ្នកក្រដែលយកជីវិតទៅការពារទឹកដីតើណាត់មានតម្លៃជាងជីវិតមនុស្សឬតើការលោភួតមានន័យជាងសន្តិភាពរបស់ប្រជាជនឬបើឈ្នះដោយឈាមអ្នកដទៃតើជ័យជំនះនោះមានន័យអ្វីបើតង់ជាតិហោះលើសាងសពតើអ្នកណាពិតជាអ្នកឈ្នះកុំឲ្យដីដូនតាយំកុំឲ្យប្រជាជនរស់ក្នុងភ្លើងសង្គ្រាមសូមឲ្យព្រំដែនមានសន្តិភាពមិនមែនមានតែស្លាំងឈាមទឹកដីខ្មែរគឺជាវិញ្ញាណខ្មែរមិនអាចកាត់បំបែកដោយអំណាចទោះខ្យល់ព្យុះបោកបក់យ៉ាងណាប្រជាជនខ្មែរនៅតែឈរជាបុរីទុំជាហើយឈាមដែលហូរលើដីមិនខ្លាយជាសាក្សីប្រវត្តិសាស្ត្រថានោះមួយជំនាន់ភាពយំដើម្បីការពារដីដូន